ពេលសួរកូនៗអស់គ្នាមកជួបមើលលោកគ្រូម្ដងទៀតហើយឆ្នាំនេះលោកគ្រូបានលើកយកនៅមេរៀនគណិតវិទ្យាថ្នាក់ទី5ដែលតេតូជាមួយនឹងមេរៀនទី7វិធីបូកវិធីដកចំនួនទស្សភាគមេរៀនទី7វិធីបូកវិធីដកចំនួនទស្សភាគតើចឹងនេះលោកគ្រូបានលើកយកតែគណនាផលបូកចំនួនទស្សភាគមកតែប៉ុណ្ណោះចឹងគណនាផលបូកចំនួនទស្សភាគចឹងលោកគ្រូមានលំហាត់2មកផងដែរដល់ក6.78 បូកឲ្យ 8.42 ចំណែកខ 12.52 បូកឲ្យ 6.55 7 ចឹងលោកគ្រូអានឲ្យម្ដងទៀតក 6.78 បូកឲ្យ 8.42 ខ 12.52 បូកឲ្យ 6.55 ចឹងយើងទៅធ្វើប្រមាណវិធីទាំងអស់គ្នាដោយក 6.78 បូកឲ្យ 8.42 ចឹងយើងដឹងថាដើម្បីអាចបូកហើយចំនួនបានគឺយើងត្រូវដាក់រីវាចំតាមខ្ទង់នីមួយដូចជាខ្ទង់រីដាក់ចំខ្ទង់ទីខ្ទង់10ដាក់ចំខ្ទង់10ចឹងការបូកចំនួនទស្សភាគក៏ដូចគ្នាចឹងយើងត្រូវការដាក់ឲ្យវាចំតាមខ្ទង់នីមួយដល់ពីលើទៅក្រោមតោះចឹងយើងទៅកែងារទាំងអស់គ្នា18បូកនឹង2ស្មើឲ្យ10ចឹងយើងទៅសេលេខ0ត្រាតុក1 7បូកឲ្យ4ស្មើ10 11បូកជាមួយនឹងត្រាតុក1ឡើងឲ្យ10 12ជាងយើងសេលេខ2ត្រាតុក1យើងឃើញចំនួនចុចគឺយើងហៅថាចំនួនទស្សភាគយើងដាក់មកដល់ដែរតមកទៀតហើយ6បូក8ស្មើ14 14បូកនឹងត្រាតុក1គឺស្មើ10 15ចឹងចម្លើយក្នុងទី1គឺយើងឃើញ 15.20 ចម្លើយទី1គឺយើងឃើញ 15.20 តោះជាងចូលដល់ខ្ទង់ទី2ខ្ទង់ទី2ក៏យើងធ្វើដូចខ្ទង់ទី1ដែរក៏ប៉ុន្តែនេះគឺគេចង់បង្ហាញអំពីចំនួនគុណ2ខ្ទង់និងចំនួនគុណ1ខ្ទង់តោះអញ្ចឹង12.52 បូកឲ្យ 6.55 7 តោះ 2បូក7ស្មើឲ្យ 5 9ជាងយើងសេលេខ5 4 5បូកឲ្យ5ស្មើឲ្យ10ជាងយើងសេលេខ0ត្រាតុក1ទស្សភាគគឺយើងដាក់មកដល់ដែរ2បូកនឹង6គឺស្មើឲ្យ8បូកជាមួយនឹងត្រាតុក1គឺឡើងឲ្យ5 9ចំណែកឯ1គឺយើងអត់ឲ្យបូកទេចឹងយើងទម្លាក់វាចុះមកជាងចម្លើយរបស់យើងគឺឃើញ 19.059 ចឹងតោះចឹងលោកគ្រូនឹងអានឲ្យចម្លើយឲ្យម្ដងទៀតនៅក្នុងកគឺ 6.78 បូកឲ្យ 8.42 ស្មើឲ្យ 15.20 ចំណែកខ 12.52 បូកឲ្យ 6.57 ស្មើឲ្យ 19.059 តែជាងមេរៀនរបស់លោកគ្រូនៅថ្ងៃនេះក៏ដល់ទីបញ្ចប់របស់បងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានសូមព្រះគុណ